សំណួរទី22 We are looking forward to blank our exam results មានន័យថាពួកយើងកំពុងទន្ទឹងរង់ចាំទទួលលទ្ធផលប្រឡងរបស់ពួកយើងចំណែក A receive B receiving C to receive D received តើមួយណាជាចំណុចដែលត្រឹមត្រូវនៅក្នុងប្រយោគនេះយើងឃើញមាន clear ពាក្យថា look forward to look forward to មានន័យថាទន្ទឹងរង់ចាំអញ្ចឹងរូបមន្តរបស់វា look forward to បូកជាមួយនឹង verb ing noun to នៅទីនេះមិនមែនជា to verb infinitive ទេតែវាជា preposition ដូច្នេះប្រើ verb ing ឧទាហរណ៍ថា I look forward to meeting you ខ្ញុំទន្ទឹងរង់ចាំជួបអ្នក She looks forward to seeing her parents នាងទន្ទឹងរង់ចាំជួបឪពុកម្ដាយដូច្នេះចំណុចដែលត្រឹមត្រូវគឺ letter B តើយើងមកមើលចម្លើយផ្សេងហេតុអីបានមិនត្រឹមត្រូវចម្លើយ A receive ខុសព្រោះក្រោយ look forward to មិនប្រើ verb ដើមទេចម្លើយ C to receive មិនត្រឹមត្រូវទេព្រោះ to នៅក្នុង look forward to ជា preposition មិនមែនសញ្ញា infinitive ទេចម្លើយ D receive អត់ត្រឹមត្រូវទេព្រោះក្រោយ preposition ត្រូវប្រើ verb ing មិនមែន verb 3ទេ So correct answer is letter B receiving we are looking forward to receiving our exam results ត្រូវចងចាំកាលណាយើងឃើញពាក្យថា look forward to be used to object to be accustomed to គឺបូកជាមួយនឹង verb ing